SME នឹងគឺជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិខ្ញុំបង្កើតសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូចមធ្យមយើងជាប្រទេសកសិកម្មបាទបើយើងមិនជំរុញការកែច្នៃនាំចេញទេយើងអត់រករូបិយប័ណ្ណបានស្ថាបនិករបស់ក្រុមហ៊ុន Amazon លោក Jeff Bezos ធ្លាប់បាននិយាយថា You can have a job, you can have a career or you can have a calling អ្នកទាំងអស់គ្នាអាចមានការងារធ្វើមួយឬមានអាជីពមួយឬមានបុព្វហេតុមួយតែអ្វីដែលល្អបំផុតនោះគឺការរស់នៅដែលមានបុព្វហេតុពីព្រោះទោះបីជាការងារលំបាកយ៉ាងណាក៏ដោយក៏យើងពេញចិត្តនិងសប្បាយរីករាយនៅក្នុងការធ្វើវាផងដែរភ្ញៀវកិត្តិយសដ៏ពិសេសរបស់យើងនៅក្នុងសប្តាហ៍នេះលោកគឺជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបលោកបានចូលរួមចំណែកជាច្រើននៅក្នុងការចូលរួមកសាងសង្គមជាតិរបស់យើងជាពិសេសវិស័យសេដ្ឋកិច្ចទៅលើ SME ហើយបច្ចុប្បន្នលោកក៏ជាប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាផងដែរលោកមានឈ្មោះថាអុកញ៉ាតែតាំងប៉ជំរាបសួរលោកពូបានលោកពូសូមអញ្ជើញអង្គុយបានអរគុណលោកពូម្ដងទៀតដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីរបស់យើងតាមពិតពួកយើងជាក្មេងៗជំនាន់ក្រោយដែលធ្វើកិច្ចការងារនៅក្នុងវិស័យ SME បានស្គាល់ឈ្មោះលោកពូច្រើនបានល្បីឈ្មោះលោកពូច្រើនហើយមានក្មេងៗជាច្រើនក៏មានបំណងថាថ្ងៃណាមួយនឹងដូចជាលោកពូអញ្ចឹងប៉ុន្តែចង់ឲ្យយុវជនរបស់យើងចង់ឲ្យទស្សនិកជនរបស់យើងបានដឹងថាទម្រាំដែលដល់ខ្លាយទៅជាអ្នកជំនួញដ៏ជោគជ័យមួយរូបអ្នកដែលអាចចូលរួមចំណែកជួយសង្គមបានហ្នឹងតើលោកពូចាប់ផ្ដើមពីដំបូងឡើយហ្នឹងលំបាកខ្លាំងប៉ុណ្ណាឬក៏ចាប់ផ្ដើមភ្លាមស្រួលភ្លាមតាក់ទងជាមួយនឹងអាជីពការងាររបស់លោកពូផងដែរការងារដែលយើងចាប់ផ្ដើមដំបូងហ្នឹងនិយាយចំយើងសិតចេញពិភពអ្នកក្រដែរទេបាទឪពុកម្ដាយយើងមិនមែនជាអ្នកមានណាស់ទេក៏ប៉ុន្តែយើងជាពិសេសក្រោយពីយើងចេញពីរបបប៉ុលពតមកម្នាក់យើងដឹងថាយើងកំសត់ប៉ុណ្ណាបានពិបាកប៉ុណ្ណាយើងសិតដឹងខ្លួនយើងហើយបានប៉ុន្តែដោយសារយើងឃើញយ៉ាងហើយបានជាខ្ញុំនឹងជ្រើសរើសយកហៅថាការជួយសង្គមទៅលើផ្នែក SME យើងបានផ្នែក SME យើងបើនិយាយនិយមន័យវានៅក្នុងប្រទេសកម្ពុជាវាមានរហូតដល់ 99.5% នោះបានអញ្ចឹងបើនិយាយពីអ្នកមានវាដូចតិចដែរណាតិចដែរដោយសម្ដេចធិបតីថ្មីនេះគាត់បានចូលរួមព្រឹត្តិការណ៍ SME Day យើងគាត់បាននិយាយថាបើនិយាយពីអ្នកធំ business ធំវាថា 10% ហ្នឹងបាន 90% សិតតែហៅថាលបសហគ្រាសធុនតូចមធ្យមហើយលប SME ហ្នឹងនិយាយចំនៅក្នុងនៃប្រទេសកម្ពុជាទៅយើងកកើតទៅនិយាយចំវាជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិបានប្រទេសណាក៏គេយក SME ជាគោលដែរជាប្រទេសជប៉ុនប្រទេសកូរ៉េខាងត្បូងគឺដើមកំណើតគេចេញពី SME មកគេអត់ចោលទេបាទតើតើជាមួយនឹង SME នឹងចង់ដឹងដែរដោយសារតែតាមប្រវត្តិរបស់លោកពូតាំងពីឆ្នាំ2001មកលោកពូបានក្លាយទៅជាប្រធានក៏ដូចជា one of the national presidents របស់សហព័ន្ធវិស័យ SME នេះរួចទៅហើយហេតុផលអីបានជាពេលហ្នឹងលោកពូត្រូវបាន appoint ឬលោកពូសុខចិត្តចូលរួមចំណែកនៅក្នុងការចាប់ផ្ដើមកកើតឡើងតាក់ទងជាមួយនឹងវិស័យហ្នឹងដោយសារពេលហ្នឹងគឺប្រទេសកម្ពុជារបស់យើងទើបផ្ដើមកសាងប្រទេសបានមួយរយៈពេលខ្លីទេនិយាយពីប្រវត្តិខ្ញុំនិយាយពីប្រវត្តិដែរខ្ញុំមុនដំបូងនៅបាត់ដំបងឯស្រណៃជំនាន់សង្គមរាស្ត្រនិយមឆ្នាំ1969យើងបានទៅរស់នៅបាត់ដំបងឯបានតលពេលរំដោះចេញពីពតមកនៅក្នុងឆ្នាំ1979
dương nơi bắt bóngประกอบอาชีวកម្មរបៀបភាសាសាខ្នាតទូចដែរណាដូចទិញមាសទិញប្រាក់ដេញប្រាក់ដេញមាសហ្នឹងគឺសិតតែរបៀបថាខ្នាតស្នាតទូចទូចដែរបាទតទៅពេលយើងនៅយូរទៅបាត់ដំបងយើងចង់បដូរអាការរស់នៅយើងចេញពីបាត់ដំបងមក1984តទៅពេលយើងចេះដើរសម្លឹងមើលពួកពាក្យចាស់គេថាយើងអ្នករស់ស៊ីយើងទៅកន្លែងណាប្រមូលផ្ដុំបានហើយកាលនោះខ្ញុំឃើញសភាពាណិជ្ជកម្មនៅក្នុងឆ្នាំ1998គេបង្កើតសភាពាណិជ្ជកម្មដែលមានអ្នកអង្គញាថេងប៊ុនម៉ាហ្នឹងគាត់ជាប្រធានសភាបានអញ្ចឹងកើតតាំងពី1998បានខ្ញុំក៏ចូលរួមគេទៅតទៅពេលចូលរួមនៅក្នុងឆ្នាំ1998កាលនោះអត់យើងដឹងស្រាប់យើងទូចមួយហ្នឹងបានយើងទូចហើយយើង business យើងក៏នៅក្មេងខ្ចីទៀតតនៅក្នុងសភាពាណិជ្ជកម្មគេហ្នឹងគេទំបង្កើតលើកទី1នោះនៅក្នុងប្រទេសកម្ពុជាយើងមានថាមុខសញ្ញាមាន4មានផ្នែកកម្មន្តសាលបានអាសហគ្រាសធុនតូចមធ្យមហ្នឹងផ្នែកសេវាកម្មផ្នែកកសិកម្មហើយនិងពាណិជ្ជកម្មបានអញ្ចឹងនៅក្នុងអាទូចហ្នឹងក៏មាន4ផ្នែកហ្នឹងដូចគ្នាហ្នឹងតទៅពេលខ្ញុំនឹកឃើញទី1ខ្ញុំឃើញថា SME វាច្រើនណាទូលំទូលាយបានយើងមើលទៅឃើញអ្នកដែលមានដូចតូចដែរតិចដែរទៅអញ្ចឹងខ្ញុំក៏ចេះទៅដើរសួរគេទៅយើងបង្កើតអា Federation Association Small Medium Enterprise of Cambodia ហ្នឹងបានអាហ្នឹងនិយាយចំហៅកាត់ថា FASMIC បានអញ្ចឹងគឺថាយើងបង្កើតអាហ្នឹងដើម្បីចងក្រងដឹងថា SME វាមានប្រភេទអីតែពិត SME ក៏វាមានប្រភេទកសិកម្មឧស្សាហកម្មពាណិជ្ជកម្មនិងសេវាកម្មដូចគ្នាហើយគោលដៅបំផុតគឺការផលិតបានហើយខ្ញុំយល់ឃើញថាប្រទេសយើងជាប្រទេសកសិកម្មបើយើងមិនខំប្រឹងធ្វើកសិកម្មហើយកែច្នៃទៅជាផលិតផលដែលយើងអាចទុកបានយូរបានបាទអញ្ចឹងយើងនិយាយពីចំណុចគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី1ទី4បរដ្ឋាភិបាលគឺទៅក្នុងនោះក្នុងនិយមន័យនោះគឺកាត់បន្ថយការនាំផលិតផលសម្រាប់ពីបរទេសបានយើងត្រូវជំរុញនៅក្នុង local យើងនេះ Yes បាទហើយក្នុង local យើងនិយាយតាមត្រង់យើងសម្ងាយប្រទេសយើងកាលពីចេញពីចលនាប៉ុតមកភាគច្រើនគឺសិតតែនាំចូលបាទអញ្ចឹងគឺក្នុងគំនិតយើងចិត្តយើងចង់ធ្វើម៉េចទៅថាឲ្យមានរបស់ជាតិយើងដែរបានជាខំធ្វើ SME ហ្នឹងបានហើយយើងដឹងស្រាប់ហើយយើងអត់សូវយល់ដែរបានអត់សូវយល់ណាមួយកណេះសងយើងទៀបដែរបានព្រោះយើងចេញពីអពតចំណល់ប៉ុលទៅយើងមានបានសិក្សាណាបាទលោកគ្រូអញ្ចឹងយើងខំទាំងចិត្តទេបាទតាក់ទងជាមួយនឹងការដែលខំទាំងចិត្តនេះខំប្រហែលជា2ទសវត្សរ៍ជាងហើយដែលខ្ញុំនិយាយលេងជាមួយក្រុមការងាររបស់យើងវិញថាលោកពូបានប្រឡូកចូលរួមចំណែកជួយសង្គមជាតិរបស់យើងតាំងតែពីពួកយើងខ្លះមិនតាន់កើតផងបាទចង់ដឹងថាការដែលបង្កើតដំបូងព្រោះធម្មតាយើងធ្វើអីយើងមានចក្ខុវិស័យបាទប៉ុន្តែនៅពេលដែលចាប់ផ្ដើមវាអត់ស្រួលដូចឲ្យយើងឃើញចង់បានទេចង់ដឹងថាការបង្កើត FASMIC ដំបូងលោកពូត្រូវគៀងគោមនុស្សហើយជួបបញ្ហាឧបសគ្គស្អីគេខ្លះនៅពេលដែលបង្កើត FASMIC ខ្ញុំដែលបង្កើត FASMIC ហ្នឹងគឺខ្ញុំចាប់ផ្ដើមបង្កើតភ្លាមខ្ញុំដើរបង្កើតសាខាបានគ្រប់25ខេត្តក្រុងអញ្ចឹងសប្តាហ៍ថ្ងៃនេះក៏យើងមានសាខាយើងដែរគ្រប់25ខេត្តក្រុងបានក៏ប៉ុន្តែយើងចេះតែដើរប្រជុំជាមួយខាងសភាពាណិជ្ជកម្មដោយធម្មតានៅថ្នាក់ដឹកនាំពេញយើងពេលដែលហៅប្រជុំគេហៅសិស្សអ្នកធំណាបាទគេហៅសិស្សអ្នកធំសិស្សអង្គញាសិស្សបណ្ឌិតសិស្សទេសរដ្ឋមន្ត្រីអីហ្នឹងខ្ញុំចេះតែប្រាប់ថាដឹកនាំខ្ញុំថាបើហៅខ្ញុំមកប្រជុំអញ្ចឹងនៅទៅភ្នំពេញចុះអានៅតាមខេត្តហ្នឹងព័ត៌មានវាអត់ដឹងអត់ផ្សព្វផ្សាយបាទអញ្ចឹងដល់ពេលខ្ញុំចេះប្រាប់ថ្នាក់ដឹកនាំទៅគាត់យល់បានគាត់យល់ទទួលខ្ញុំចេះតែមានគំនិតថាធ្វើម៉េចឲ្យបាន fund ហ្នឹងដើម្បីទៅចុះទៅ training ដល់ប្រជាជនបានទី1យើង training ព្រាមយើងចាប់ផ្ដើមរៀបសហការមួយខេត្តអភិបាលខេត្តណាបាទយើងសហការមួយខេត្តយើងបើកក្នុងនាមគណៈអធិបតីហ្នឹងគឺយើងចង់ដឹងធ្វើម៉េចថាចំណេះដឹងឬក៏ព័ត៌មានការវិនិយោគ
nơi không pinប្រហែលយើងចង់ឲ្យ25ខែយើងដឹងឮដែរ បាន អញ្ចឹងតាំងពីនោះមកទល់ឥឡូវគឺយើង3 4ឆ្នាំដែរណា3 4 5ឆ្នាំហ្នឹងដែលយើងដើរសិក្ខាសាលាហ្នឹង3 4 5ឆ្នាំហ្នឹងណា ចុះពេលដែលចាប់ផ្ដើមដំបូងពិបាកខ្លាំងអត់លោកពូតើតើការ mobilize funding ធ្វើឲ្យគេយល់ធ្វើឲ្យគេធ្វើការមួយយើង យើងពិបាកដែរប៉ុន្តែបើសិនទីយើងទៅជួលគ្រូក៏យើងអត់មានលទ្ធភាពដែរ បាន ក៏ប៉ុន្តែយើងបានដោយអបមាទៅជួបឧបអូនពុននិរដ្ឋមួយដែលយើងធ្លាប់ទៅប្រជុំ បាន ព្រោះក្នុងនោះគាត់កាន់3ក្រសួងគាត់កាន់ខាងពន្ធដារកយនិងសាវនកម្ម បាន អញ្ចឹងយើងបានជំរាបគាត់ខ្ញុំថាឧបខ្ញុំបានបើកសិក្ខាសាលាក៏ប៉ុន្តែខ្ញុំអត់មានគ្រូទេ បាន ដើម្បីផ្សព្វផ្សាយព័ត៌មានរបស់ឧបដើម្បីផ្សព្វផ្សាយនឹងបានខ្ញុំបានរកគៀងកោថវិកាដើម្បីឲ្យបានជួលគ្រូឬក៏អ្នកជំនាញណាត់បង្ហាត់ពួកខ្ញុំអត់ចេះទេ បាន តែខ្ញុំចង់ដឹងផ្ដល់ព័ត៌មានដែលនៅសង្គមយើងដោយឧបមាថាខាងពាណិជ្ជកម្មហ្នឹងគាត់មាន import export ចឹង បាន ចុះបើយើង import export នៅភ្នំពេញចូល25ខែអត់ដឹង បាន អញ្ចឹងខ្ញុំជំរាបរដ្ឋមន្ត្រីគាត់យល់ឃើញគាត់ចោះដល់មួយខ្ញុំ បាទ ទៅខាង CDC ឬគាត់វិនិយោគគាត់វិនិយោគក៏ប៉ុន្តែព័ត៌មានហ្នឹងនៅលើភ្នំពេញ បាន អើប្រជាជនតាមខេត្តជួនណាគ្នាអត់យល់អញ្ចឹងយើងធ្វើសម្បត្តិទៅគាត់ចោះតាមយើងដែរអញ្ចឹងខ្ញុំដែលបើកសិក្ខាសាលាទូទាំងប្រទេសតាមពិតខ្ញុំអត់មានគ្រូទេខ្ញុំដើរបបួរគេអញ្ចឹងណាតែឥឡូវវាคล้ายទៅនៅក្នុងចំណោមសមាគមទាំងអស់គឺមានតែ Fastmate ទេដែលដើរតួអង្គច្រើនជាងគេ បាន ក៏ប៉ុន្តែយើងចង់ជំរាបដល់មហាជននិយាយរឿងថាក់ប្រយោជន៍យើងបានតិចជាងគេ វាអត់ដឹងបានអីផង បាន អត់បានអីផងព្រោះយើងបើកសិក្ខាសាលាដល់គេដើម្បីចង់ឲ្យ គេចេះ ខ្មែរយើងចេះ បាន ជាពិសេសយើងចង់ឲ្យធនធានមនុស្សយើងចេះដែរ បាន ព្រោះពីដើមអ្នកខ្លះអត់យល់ទេនិយមន័យ SPE តាមពិតទូលំទូលាយ Yes បើនិយាយចំនៅក្នុងនិយមន័យរបស់គេគេថាអានឹងវាជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ បាន ក៏ប៉ុន្តែយើងចង់ជំរាបដល់មហាជនទូទាំងប្រទេសឲ្យដឹងថាពេលវេលាដែលយើងធ្វើអញ្ចឹងទី1បើសិនជាសមត្ថភាពយើងអត់គ្រប់គ្រាន់ទេក៏យើងក៏ត្រូវប៉ះពាល់ដល់ក្រុមគ្រួសារយើងដែរ Yes ចុះយើងដើរទៅធ្វើតបុណ្យប៉ុន្តែយើងមានលុយណា សម្រាប់គ្រប់គ្រង សម្រាប់គ្រប់គ្រងជីវភាពគ្រួសារ បាន អានឹងយើងត្រូវត្រេះរិះពិចារណា បាន ហើយដូចដឹងស្រាប់ហើយពីដើមយើងរស់នៅជាមួយឪពុកម្ដាយយើងនៅផ្ទះតែមួយល្វែងទេ បាន យើងនៅផ្ទះមួយល្វែងហើយមកជុងអញ្ចឹងហើយក្រុមគ្រួសារច្រើនណាខ្ញុំបងប្អូន10នាក់ វ៉ាវ 10នាក់ទៅស្លាប់ត្រពោតអស់4នាក់ទៅ បាទលោកគ្រូ ហើយសល់6នាក់គេរត់ទៅអាមេរិកអស់នៅសល់តែខ្ញុំ ខ្ញុំនៅស្រុកខ្មែរនៅម្នាក់ឯង បាទ ណា លោកគ្រូ ណា បាទ ក៏ប៉ុន្តែបញ្ហាដែលយើងស្រឡាញ់អា SME ទៅហ្នឹងណាអានឹងក៏វាជាការប៉ះពាល់ដល់ជីវភាពយើង Yes តើយើងមានលទ្ធភាពណាដែលយើងទៅដើរប្រកបអាជីវកម្មចឹង បាន ព្រោះការបើកសិក្ខាសាលាដោយមិនយក ថវិកា កម្រៃពីគេគឺធ្ងន់ធ្ងរណា បាន សូម្បីតែយើងចេញដំណើរពីខេត្តមួយទៅខេត្តមួយ ក៏ត្រូវ ឡា ចា ន យ 2បើសិនជាអត់មាន$500 $600យើងមានលុយណាចាក់សាំងទៅគេងហូតែល បាន ហើយសួរអថវិកាហ្នឹងបានពីណាមកហើយយើងអត់អាចយកលុយគម្រោងហ្នឹងទៅធ្វើទេព្រោះលុយគម្រោងវា limit ហើយហ្នឹង Yes ចាយសឹងមិនគ្រប់ផងហ្នឹង បាន ខ្វះយើងថែមហ្នឹង បានជាងបានកន្លែងនេះចង់សួរ បាទ ពី secret របស់លោកពូដែរពីព្រោះធ្វើបែបហ្នឹងលះបង់ច្រើនណាស់ដោយសារ បាទ យើងអាចទុកពេលហ្នឹងទៅផ្ដោតតែរឿងរកស៊ីរបស់យើងក៏បានដែរ បាទ ប៉ុន្តែផ្ទុយទៅវិញលោកពូព្យាយាមដៃមកចំហៀងរកស៊ីដល់ខ្លួនឯង បាទ ដៃមកចំហៀងជួយកសាងជាតិ បាទ តើពេលហ្នឹងលោកពូ balance ឲ្យរបៀបណាដែលថាធ្វើឲ្យមានតុល្យភាពរវាង ហើយតទៅពេលយើងរស់នៅសម័យពីដើមយើងមានតែផ្ទះមួយច្រកអី បា ណា ន ហើយយើងនៅក្នុងការសិក្សាដែរ បាន ហើយយើងតទៅពេលចេញពីអពតមកយើងក៏មានការយល់ដឹងយើងចេះតែដូចខ្ញុំជំរាបវិញដែលចូលនឹងសភាពាណិជ្ជកម្ម1998ហ្នឹងយើងងើយមើលគេសិតតែអ្នកមានណា បាន ហើយយើងអត់ដឹងថាពាក្យថាមាននៃក្រយ៉ាងម៉េចផងហ្នឹងហើយនឹងធ្វើម៉េចដែលរករបរឲ្យមានបាន បាន ខ្ញុំថាមានតែ real estate ទេតោះអញ្ចឹង real estate តោះយើងដើរទៅទិញដីម្ដងអត់មានលុយទិញ បាន យើងមានតែគំនិតទេប៉ុន្តែតើងាកទៅលុយអត់លុយទិញទៀត ហើយចេះដើរបូគេឃើញដីគេឧទាហរណ៍ថាហើយខ្ញុំដើរទិញដីអត់ចេះដើរទិញដីអាក្នុងទេរហូតសិតតែផ្លូវជាតិរហូតសិតតែមាត់សមុទ្រអីដីល្អដែរ ព
ប៉ុន្តែតពេលងាកមកថាវិការសួរថាបានពីណាអត់លុយទៀត បាន តពេលអត់លុយតាំងចិត្តហ្មងឧទាហរណ៍គេលក់ដី1ការ៉េ$5ផ្លូវធំណា បាន យើងអត់លុយទិញទេណាអមកគេលក់តែ2ហិកតាវាស្មើ100000 បាន ហើយយើងអត់ស្គាល់$100000យ៉ាងម៉េចផងហ្នឹង ហើយចិត្តទៅដើរទៅបបួរគេទិញប្រវាស់ វ៉ា បង់គេ2000 3000គេចេះព្រមដែរ បានលោកពូ បាទហើយយើងទិញដីជំនាន់ហ្នឹងបើគិតដីឥឡូវខុសគ្នាឆ្ងាយ ឆ្ងា ណា យខ្លាំង បាទឆ្ងាយខ្លាំងណាដី4 5រៀល2 3រៀលហ្នឹង7 2 7 8កាក់ហ្នឹងគឺដីហ្នឹង ថ្លៃខ្លាំងហើយពេល ថ្លៃខ្លាំងណាខ្ញុំទិញមកសមុទ្រ1ការ៉េត700ហ្នឹង បាន 700គឺទៅប្រហែល1រៀលផងហ្នឹង បាន ឥឡូវនិយាយពីកំណើតវាឡើងសិតរាប់រយដែរ បាន អាហ្នឹងឯងដែលធ្វើឲ្យយើងឡើងមានអត់ដឹងខ្លួន បាទបានលោកពូ ហើយដី5រៀលទិញដីឡើង1ការ៉េ500 បាន ផ្លូវជាតិធំធំ បាន អញ្ចឹងអាហ្នឹងឯងដែលធ្វើឲ្យយើងមានលុយអត់ដឹងខ្លួន វ៉ា បាទ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍លោកពូមានដែលអត់ដឹងខ្លួនហើយប៉ុន្តែលោកពូអត់បានភ្លេចថាខ្លួនឯងចង់ជួយជាតិនៅតែបន្ត នៅតែបន្តអញ្ចឹង អាយើងរស់ស៊ីបដើទៅយើងជួយបដើ បាន តែអញ្ចឹងក្រុមគ្រួសារយើងគេកុំសូវខឹងដែរព្រោះយើងគិតដែរ បានលោកពូ ក៏ប៉ុន្តែចំណុចដែលយើងកាន់ SME នេះរហូតទៅដល់យើងប៉ះពាល់ដល់អាជីវកម្មយើងមួយទៀត អូ យើងដឹងថានៅក្នុងយុទ្ធសាស្ត្រចតកោណដំណាក់កាលទី1ទី4ផុសសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី គឺនៅក្នុងនិយមន័យនោះគឺកាត់បន្ថយការនាំផលិតផលសម្រាប់ពីបរទេស ចូលក្នុងស្រុក ជំរុញការកែច្នៃផលិតផលក្នុងស្រុកយើង បាន អញ្ចឹងនិយមន័យនឹងមានតាំងពីយូរមកហើយ បាន ប៉ុន្តែគ្រាន់ការអនុវត្តរបស់ប្រទេសជាតិយើងរបស់សង្គមយើងម្នាក់អត់ទាន់ចាប់អារម្មណ៍ទេ បាន អញ្ចឹងនៅក្នុងនិយមន័យនឹងកាត់បន្ថយអញ្ចឹងទំនិញដែលនាំពីថៃមករបស់ដែលនាំចូលខ្ញុំរហូតទៅដល់អត់ហ៊ានធ្វើអាជីវកម្ម វ៉ា តាមពិតអានឹងចំណេញលុយណា បាន ភាគច្រើនគឺនាំចូលមកបើខ្ញុំចង់នាំចូលពេលនោះស្អីក៏បានដែរ បាន ប៉ុន្តែអាចិត្តយើងនឹងវាដូចទៅអត់រួចតើអញ្ចឹងយើងប្រវែខួរក្បាលថាធ្វើម៉េចរកស៊ីស្អីផ្សេងដើម្បីឲ្យមានចំណេញដូចគ្នាក៏ប៉ុន្តែកុំឲ្យនាំចូលព្រោះយើងវាដូចវាឆ្អិនពេកណាឆ្អិននឹងអាយុទ្ធសាស្ត្រឆ្អិនអាគោលនយោបាយតែយើងអត់ហ៊ានធ្វើអីព្រោះយើងកាន់ SME បាន ចុះបើយើងកាន់ SME ហើយយើងទៅនាំតំណែងចូលមកវិញសួរថាវាបច្រាស់ខ្លួនឯង បាន បាទ បានវ៉ា ហើយខ្ញុំចង់ជម្រាបថាយើងជួបផលពិបាកតិច បាន ដោយសារយើងតាំងខ្លួនយើងមិននាំតំណែងចូលអានឹងសិទ្ធិអាជីវកម្មដែលគេចំណេញ បាន ដោយស៊ីម៉ងដែកស្អីបើយើងមិនយកពីក្រៅមកទោះតែយើង ផលិតមិនកើត ផលិតមិនកើតបើពេលនោះយើងមិនទាន់មានរោងចក្រអីផងហ្នឹង បាន អញ្ចឹងបានថាអានឹងតការតាំងចិត្តណាអញ្ចឹងបានថាអ្នកមានស្រុកខ្មែរមនុស្សយើងអត់ដូចគ្នាទេ បាន បាទហើយខ្ញុំគណាគេសោចដែរ គេសោចគេរហូតដល់គេថាយើងចុះសិក្ខាសាលាបែបគ្រប់ហ្មង បាន ជួនណាតាមខេត្តផ្សេងយើងត្រូវងើបពីយប់ម៉ោង4ម៉ោងភ្លឺ បាន គឺថាតែនឹងប៉គ្រប់មកហើយយើងចេះនឹកក្នុងខ្លួនយើងអញនឹងគ្រប់រឿងអីផង វាអត់ដឹងថាគ្រប់រឿងអី បាន ប៉ុន្តែរបរយើងផ្សេងទេមិនមែនរបរអាជីវកម្មចុះសិក្ខាសាលាទេ បាន ប៉ុន្តែឥឡូវយើងចូលឈានដល់មួយគឺយើងបានធ្វើច្រើនហើយយើងក៏អត់ដឹងខ្លួនថាយើងមានមោទនភាពដែលគេស្គាល់ បាន ដូចខ្ញុំទៅលេងប្រទេសសិង្ហបុរីម្ដងគេមើលមុខយើងណាគេមើលមុខយើងទាំងវងខ្ញុំចូលសួរហ្មងគាត់ថាមិនបានស្គាល់ខ្ញុំដូចស្គាល់ខ្ញុំ បាន គេថាគេស្គាល់តាមកញ្ចក់ទូទស្សន៍ បាទ អញ្ចឹងបានថាយើងធ្វើយើងអត់ដឹងខ្លួនទេ បាន តម្លៃដែលយើងធ្វើក៏យើងអត់ដឹងថាតម្លៃយើងយ៉ាងម៉េចដែរ បាន ប៉ុន្តែគាត់ថាអាហ្នឹងដូចខ្ញុំប្រាប់ទៅយើងធ្វើអីកុំគិតរឿងគេតិទៀនកុំគិតរឿងគេថា បាទ ព្រោះចិត្តយើងទី1យើងឃើញរដ្ឋាភិបាលគាត់ខំមកផ្នែកហើយ បាន ហើយក្នុងនាមយើងមិនមែនជាអ្នកនយោបាយមិនមែនជាមន្ត្រីរាជការយើងក៏ត្រូវមានគំនិតមួយជួយសង្គមយើងដែរ បាទលោកពូ បាទ បាទអរគុណមែនទែនដែលលោកពូបង្ហាញពីគំរូភាពដល់ពួកយើងជាក្មេងៗចំនួនក្រោយពីព្រោះពេលដែលស្ដាប់មើលទៅនេះជាប្រការបង្ហាញមួយដល់អ្នករស់ស៊ីចំនួនក្រោយក្មេងៗចំនួនក្រោយថាមិនបាច់ចាំបាច់តទៅធ្វើដូចគេឬធ្វើឲ្យខុសពីឧត្តមគតិខ្លួនឯងមិនអាចមានបានទេបានលោកពូដោយសារតែនិយាយអំពីភាពមានបានភាពលទ្ធភាពដែលអាចធ្វើការងារបាន
មានមនុស្សច្រើនណាស់ជាពិសេសគឺយុវជនចំនួនខ្ញុំតែម្ដងយើងឃើញគេមានលទ្ធភាពយើងឃើញគេមានបានយើងចង់មានដូចគេលឿនមែនទែនហើយអ្នកខ្លះបោះបង់ចោលពីផ្លូវមួយទៅផ្លូវមួយលឿនដោយសារធ្វើបានបន្តិចអត់តាន់បានចំណេញឃើញគេចំណេញនោះព្រោះទៅតាមគេតើលោកពូមានជាអនុសាសន៍អីសម្រាប់ក្មេងៗចំនួនក្រោយដែលឲ្យគាត់រស់ស៊ីណាមួយឲ្យបានច្បាស់លាស់ទី1ចំណេញខ្លួនឯងទី2ចំណេញទៅសង្គមជាតិបន្ថែមផងដែរដូចខ្ញុំនិយាយមិញហ្នឹងខ្ញុំពីដើមមកតែខ្ញុំថាយើងគិតរៀងខ្លួនទេណាបាទយើងអត់ដឹងថាយើងពួកអ្នកមានហ្នឹងគេរកស៊ីអីចឹងតែយើងខំទៅទិញដីទិញអីហ្នឹងយើងដឹងថាអាជីវកម្ម real estate សម័យនោះគូថាពាក្យគេថាមនុស្សកើតតែដីអត់កើតបាទក៏ต้องយើងខំទិញចឹងអាបរិមាណទំហំនៃការចំណេញហ្នឹងគឺខុសមេឃដីបាទហើយខ្ញុំឃើញសម័យថ្មីអ្នកខ្លះខំទៅទិញដីដែលចំណាយលុយរាប់លានហើយទៅទិញមិនប្រកាសថាបានចំណេញទេបាទពួកយើងទិញសតកៅជាងនោះ Yes បាទចុះយើងមានលុយមកបានយើងត្រូវធ្វើស្អីទៀតដូចយើងចេះមានលុយមកយើងបង្កើតទៅជា micro យើងបង្កើតទៅជា business បំសបស្អីយើងចេះបង្កើតទៅពេលនោះយើងមានលុយហ្នឹងហើយហ្នឹងបាទលោកពូអរគុណមែនទែនលោកពូតាក់ទងជាមួយដំបូងមានទាំងអស់នេះសុំសួរលោកពូបន្ថែមបន្តិចក្រៅតែពី Fastmic ដែលលោកពូកំពុងដឹកនាំតាមពិត business របស់លោកពូមានច្រើនសន្តានច្រើនមែនទែនតើលោកពូប្រើយុទ្ធសាស្ត្របែបណាមុននឹងសម្រេចចិត្តថាទៅដល់វិស័យមួយនេះទៅចាប់យកវិស័យនោះបន្ថែមតើមានការគិតបែបណាទុកមុនអញ្ចឹងបានថាជួនណាខ្មែរយើងសប្ថ្ងៃអញ្ចឹងបានថាយើងសប្ថ្ងៃយើងត្រូវការធនធានមនុស្សទោះបីជាយើងក្រមែនយើងអត់មានប្រើពាក្យថាក្រទេបាទយើងនឹកឃើញដល់កូនអ្នកមានកើតមកក៏គេមិនប្រកាសថាគេមកទទួលយកផលមានដែរគឺកើតមកនេះអត់ដូចគ្នាប៉ុន្តែផ្នត់គំនិតគេមានបាទរឿងហេតុអីបានគេមកមើលដីខ្មែរកន្លែងណាក៏សិតតលុយដែរជាពិសេសអាសង្រាមហ្នឹងដែកអ៊ិតចាយហ្នឹងគូសិតតលុយសិតតែចេញមកពីមាសប៉ុន្តែយើងអត់ដឹងហ្មងបាទយើងអត់ដឹងហ្មងនៅលើដីគេដើរមកប៉ុន្តែយើងអត់ធ្វើចឹងចរិតមនុស្សវាខុសគ្នាបាទយើងចំណាយយើងត្បាញទៅអញក្រណាមិនដឹងរកស៊ីអីប៉ុន្តែយើងអត់មើលឃើញបាទអាទៅនឹងចឹងហ្នឹងបានខ្ញុំជឿថាខំត្រូវបង្កើនការបើកសិក្ខាសាលាទៀតដើម្បីឲ្យធនធានយើងមានការយល់ដឹងបាទបើយើងអត់មានការយល់ដឹងទេយើងអត់ស្វែងរកទេបាទហើយបើយើងនៅមានគំនិតថាអញក្រតែបើយើងចិត្តគំនិតយើងនៅតែអត់មានហ្នឹងយើងមិនអាចឈានដល់ទេបាទបើខ្ញុំសម្ងាញ់ខ្ញុំតាំងខ្លួនហើយឥឡូវវាឈានដល់ដំណាក់កាលមួយដែលយើងត្រូវគុំគ្នាដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោកបាទហើយខ្ញុំយើងកន្លែងនៅក្រុងភ្នំពេញយើងអត់បានដើរមើលពិភពលោកយ៉ាងម៉េចតាមពិតឥឡូវវាចូលដល់ដំណាក់កាលយើងជាប្រទេសកសិកម្មបាទបើយើងមិនជំរុញការកែច្នៃនាំចេញទេយើងអត់រករូបិយប័ណ្ណបានទេមើលខ្ញុំប្រហែលឆ្នាំនេះគាត់ខ្ញុំដើរចុះទៅគាត់នៅផ្លែមានមួយពីដើមដែលយើងថាមិនដឹងយកទៅលក់ស្អីណាឥឡូវយើងរកទីផ្សារឃើញបើយើងចេញបានមួយឆ្នាំតែ2000កុងតឺន័រក៏យើងអាចរកមកលានបានដែរបាទអញ្ចឹងបានតែខ្ញុំទោះបីធ្វើការនាំចេញផងខ្ញុំជួយគេផងបាទព្រោះយើងនៅមានលទ្ធភាពច្រើនណាបាទបើយើងអត់ខំប្រឹងទេយើងអត់នេះហើយខ្ញុំចង់ទាញឧទាហរណ៍ខ្លីនៅប្រទេស South Korea ទឹកដីគេមានតែ 50% នៅប្រទេសកម្ពុជាយើងហើយគេ 60% គេថ្មរឿងអីបានគេធ្វើកសិកម្មមកស្រុកយើងបានអញ្ចឹងយើងនៅមានសក្តានុពលបាទប៉ុន្តែខ្ញុំនឹងខំព្យាយាមនៅជីវិតចុងក្រោយរបស់យើងនឹងខំប្រមូលកែច្នៃនាំចេញបាទអានឹងឲ្យយករូបិយប័ណ្ណចូលថៃនៅក្នុងឆ្នាំ2024នេះគ្រាន់តែការនាំចេញផ្លែឈើថៃ66,500 លានវ៉ាវហ្នឹងធំណាស់តែយើងមើលអត់ឃើញបាទហើយប្រទេសយើងនៅមានសក្តានុពលច្រើនណាអញ្ចឹងបានខ្ញុំប្រហែលជាសុំយោបល់ជួបថ្នាក់ដឹកនាំធំដែលឲ្យយោបល់ថាពេលដែលយើងទៅធ្វើហ្នឹងទំហំទឹកប្រាក់វាធំណាស់តើយើងត្រូវគិតយ៉ាងម៉េចបើនិយាយពីខ្លួនយើងសមត្ថភាពអត់ដល់ទេប៉ុន្តែខ្ញុំជឿជាក់ខ្ញុំនៅមានគំនិតមួយគឺថាអ្នកណាក៏ខ្វះលុយដែរប៉ុន្តែគ្រាន់ថាគិតថាយើងត្រូវធ្វើយ៉ាងម៉េចបានបាទបាទវ៉ាវលោកពូពេលស្ដាប់ប្រសាសន៍របស់លោកពូគ្រប់ពាក្យទាំងអស់លោកពូមានគេហៅចរិតមួយ humble មែនទេណាដាក់ខ្លួនមែនទេធ្វើទៅបើតែចេះដឹងខ្លាំងប៉ុណ្ណឹងក៏ដោយតែធ្វើម៉េចបានលោកពូអាចបន្ត
ចិត្តអត្តចរិតបែបហ្នឹងដើម្បីផ្សារភ្ជាប់ជាមួយនឹងសង្គមព្រោះក្មេងៗជំនាន់ក្រោយពេលខ្លះភ្លេចខ្លួនចេះតិចតួចគេតែខ្លួនឯងចេះច្រើនហើយប៉ុន្តែស្ដាប់តាមរយៈប្រសាសន៍របស់លោកពូគឺតែងតែមានអារម្មណ៍ថាខ្ញុំដឹងខ្លះប៉ុន្តែខ្ញុំចង់រៀនសូត្របន្ថែមទៀត ឥឡូវនេះដូចខ្ញុំសប្ថ្ងៃហ្នឹងទួលនីតិខ្ញុំនិយាយចំខ្ញុំនៅជាអនុប្រធានសភាសង្ហៃហ្នឹងញ៉ាគិតមិនគាត់ប្រធាន បាន ខ្ញុំជាអនុប្រធានខ្ញុំទទួលបន្ទុកខាង SME ហើយខ្ញុំទទួលបន្ទុកមួយទៀតគេហៅថា private sector បាន private sector ខូចខ្ញុំកាន់ណាខាង manufacturing ណា បាន អញ្ចឹងខ្ញុំមានជំនាញច្រើនណាស់ បាន អាចដោះស្រាយបញ្ហាច្រើនខ្ញុំមានការយល់ដឹងច្រើន បាន ខ្ញុំអាចសួរខ្ញុំបានខ្ញុំអាចណែនាំគេបានច្រើនណា បាន ហើយមិនមែនសំខាន់ដល់អូតមុខរបរខ្ញុំបានខ្ញុំជួយគេទេខ្ញុំឥឡូវនេះវាចូលដល់មានការចេះដឹងច្រើនណា បាន អាចសួរខ្ញុំបានគ្រប់ពេលវេលា បាន ហើយខ្ញុំអត់ជាច្អល់ទេទូរស័ព្ទខ្ញុំបើករហូត ហេតុអីបានលោកពូជ្រើសរើសធ្វើបែបហ្នឹង ខ្ញុំត្រូវតែធ្វើព្រោះខ្ញុំចង់ឲ្យសង្គមយើងងើបទាំងអស់គ្នា បាន ព្រោះឥឡូវយើងនិយាយឲ្យចំទៅទាំងគេទាំងយើងសួរថាយើងញ៉ាំកាទៀវសួរថាចុះគេអ្នកដតី បាន តកងឡានយើងបុគ្គលិកយើងគេចង់ញ៉ាំដូចយើង បាន អញ្ចឹងយើងត្រូវគិតឲ្យចំណុចហ្នឹងបើសិនជាយើងធ្វើឲ្យជីវភាពទាំងអស់គ្នាងើបឡើង បាន អាហ្នឹងយើងមិនបាច់ទៅធ្វើប៉ុនណាច្រើនទេ អរគុណមែនទែនលោកពូតាក់ទងជាមួយនឹងការរីកចម្រើនវិញម្ដងយើងដឹងថាពិភពលោកឥឡូវវិវត្តលឿនខ្លាំងណាស់ បាទ ជាពិសេសពាក់ព័ន្ធជាមួយនឹង technology តាក់ទងជាមួយនឹងវិស័យសេដ្ឋកិច្ចការប្រកួតប្រជែងនេះច្រើនខ្លាំង បាទ យើងក្រៅតែពីប្រកួតប្រជែងជាមួយនឹងខ្លួនឯងយើងត្រូវប្រកួតប្រជែងជាមួយប្រទេសជុំវិញយើងទៀត បាទ ក្នុងគ្រប់របរទាំងអស់ បាទ តើយើងគួរធ្វើដូចម្តេចដើម្បីឲ្យយើងក្នុងនាមជាប្រទេសមួយនេះអាចបន្តរៀនសូត្រឲ្យអាចអភិវឌ្ឍឲ្យលឿនដើម្បីអាចប្រកួតប្រជែងជាមួយនឹងគេបាន ឥឡូវយើងមើលទៅយើងបើនិយាយពី business ខ្មែរយើងវិញតូចទេណា បាន អត់ធៀបប្រៀបគេបានទេតែយើងខ្ញុំកំពុងតែរកមធ្យោបាយធ្វើម៉េចឲ្យអ្នកមានចេះផ្គុំគ្នា បាន បើយើងអត់គុំគ្នាទេយើងទៅប្រកួតទីផ្សារក្រៅយើងទូចណា បាន អមមកថាគេចង់នាំផលិតផលអីមួយគេហាឡើងសើពាន់កុងតឺន័រ10000កុងតឺន័រ yes រាប់លានរាប់សែនតោនសួរតែយើងធ្វើបានតែបើសិនជាយើងផ្គុំនេះយើងធ្វើអត់បានហើយសម្ងៃផ្នត់គំនិតអ្នកស្រែអ្នកតាមជនបទរឿងស្អីដែលគ្នាអត់មានដីមានអីគ្នាអត់មានទឹកចិត្តធ្វើ បាទ ដោយសារតែធ្វើឡើងនឹកឃើញរឿងទីផ្សារអញ្ចឹងក្នុងនាមខ្ញុំមួយដែលមានចំណេះដឹងបានទីទៀតកាលណាខ្ញុំទៅរកទីផ្សារបានខ្ញុំសបផ្សាយ បាន បាទខ្ញុំអត់ខ្លាចទៅធ្វើ business ហ្នឹងមកបីសង្ងំយកខ្លួនឯងខ្ញុំអត់ត្រូវការ បាទ ហើយធនធានខ្មែរយើងក៏យើងចង់ឲ្យខ្មែរយើងមានការចេះដឹងទាំងអស់គ្នា បាទ យើងត្រូវបើកទលាយទាំងអស់គ្នា បាន យើងកំពុងតែរកគំនិតមួយថាតើគុំគ្នាយ៉ាងម៉េចយើង connect គ្នាជាប់យ៉ាងម៉េច បាន ហើយយើងទៅមោទនភាពយ៉ាងម៉េចឥឡូវផលិតផលយើងមានគ្រប់បែបយ៉ាងប៉ុន្តែសួរថាអ្នកមានជាមួយចំនួននៅតែមោទនភាពដូចយើងនិយាយពីផលិតផលនៅក្នុង local យើង បាន យើងគួរគ្រប់គ្រងយើងគួរគ្រប់គ្រងកុំឲ្យថាខ្មែរយើងធ្វើទៅអត់មានស្តង់ដារតាមពិតអត់ទេមានដូចគ្នាហ្នឹង បាន ប៉ុន្តែគ្រាន់តែការវិចខ្ចប់ការយើងអីយើងមិនដល់គេក៏ប៉ុន្តែធម្មតាបើសិនជាយើងនាំចេញក៏យើងត្រូវគិតរឿងស្តង់ដារដែរបានយើងអាចនាំចេញបាន បាន ហើយយើងត្រូវគិតថារបស់អីយើងមានសង្កត់រឿងអីបានយើងមិនគ្រប់គ្រងគ្នាយើងខ្ញុំឃើញខ្ញុំទៅណាអីក៏ដោយឲ្យខ្ញុំទៅញ៉ាំទឹកសុទ្ធបរទេសខ្ញុំអត់ហ៊ានញ៉ាំទេណា បាន វាខ្មាស់ខ្លួនណាមិនយើងមិនចង់ញ៉ាំទេអេវាចង់អាស្អីស្អីទឹកមកពីក្រៅប៉ុន្តែខ្មែរយើងជួនណាមោទនភាពតាមពិតអាផលិតផលទឹកយើងនឹងមានបងប្អូនរហូតទៅយើងមិនទឹករ៉ែទៀតណា បាន និយាយចំទឹកយើងនៅក្នុងស្រុកខ្មែរយើងអត់ចាញ់បរទេសរឿងអីបានយើងមិនគ្រប់គ្រង បាន អញ្ចឹងបានតែយើងតិចទៀតយើងនឹងធ្វើសេចក្តីប្រកាសឲ្យយើងម្នាក់មានការយល់ដឹងបានយើងអាច បាទ គុំគ្នាជួយគ្នាបាន បាន បើអបមាខ្មែរយើងក្នុង local ខំផលិតឲ្យមួយមោទនភាពអញមិនផឹកទេទឹកខ្មែរអានឹងសួរនេះលក់ឲ្យណា បាន យើងអាមួយអេយ៉ងទឹកមកពី Yes. ប្រាំងតាមពិតអាពួកនឹងធ្វើខ្លាំងខ្លាយក៏យើងអត់ដឹងទេយកតែឈ្មោះគេមកប្រើ បាន អញ្ចឹងតើយើងនាំគ្នារួមគំនិតគ្នាថាធ្វើម៉េចដើម្បីយើងអាចគុំគ្នាបាន yes ធ្វើម៉េចដើម្បីឲ្យធនធានមនុស្សយើងអាប់ដេតដោយប្រទេសជិតខាង បាន ខ្ញុំមិនទាន់និយាយថាក្នុងពិភពលោកទេ បាន គាត់ថាធ្វើម៉េចឲ្យដោយប្រទេសជិតខាងទប់ទល់អានឹងបានល្អ បាន បាទ ពេលដែលបានស្ដាប់ប្រសាសន៍លោកពូហើយខ្ញុំគិតថា
ក្មេងៗជំនាន់ក្រោយក៏ដោយអ្នករស់ស៊ីល្មមតូចតាចក៏ដោយគាត់មានក្តីសង្ឃឹម បាទ អឺចង់ដឹងដោយសារតែលើពូឃើញពីជ្រុងមួយបានឃើញសឹងតែគ្រប់កន្លែងទូទាំងប្រទេសកម្ពុជាតើរយៈពេល10ឆ្នាំក្រោយលើពូឃើញថាវិស័យប្រទេសកម្ពុជារបស់យើងនៅលើ SME ហ្នឹងនឹងរីកដល់ណាដែរហើយដើម្បីឲ្យទៅដល់នឹងកើតយើងគួរធ្វើអីគេខ្លះ ឥឡូវដូចខ្ញុំជំរាបហើយជំរាបទៀត បាន ទី1ខ្ញុំតាំងចិត្តរួចស្រេចហើយ បាទ អ្វីដែលខ្ញុំមានខ្ញុំនឹងផ្សព្វផ្សាយឲ្យអស់ បាន ដូចខ្ញុំយកឲ្យជ្រើសរើសឲ្យយកជ្រើសរើសទៀតជ្រើសរើសយកការបើកសិក្ខាសាលាវគ្គបណ្ដុះបណ្ដាល បាន គ្រប់ខេត្តក្រុងហើយចំណេះទាំងអស់ហ្នឹងគឺថាគ្រាន់តែយើងយកការផ្សព្វផ្សាយនៅក្នុងក្រុងភ្នំពេញឲ្យយើង28ខេត្តក្រុងដឹងគឺពិសេសបាត់ហើយ បាន បាទព្រោះលុយ training ហ្នឹងខ្លាំងណាស់ បាន អស់ប្រហែលថាឥឡូវស្ថាប័នមួយយើងក្រសួងពាណិជ្ជកម្មគាត់ត្រូវការ import export ប៉ុន្តែបើយើង import export នៅតែក្នុងក្រុងភ្នំពេញតើ25ខេត្តគេមិនមានផលិតផលដែរគេមិនចង់ import export ដែរ បាន ដោយវិនិយោគខេត្តក៏គេចង់វិនិយោគមិនវិនិយោគនៅភ្នំពេញណា yes អញ្ចឹងអាបញ្ហាពន្ធដារបើយើងរៀនតែនៅក្នុងភ្នំពេញឯងចុះអាខេត្តនេះអត់ដឹង បាន អញ្ចឹងយើងមានអាវិធីហ្នឹងផ្សព្វផ្សាយ យើង ហើយអាការនាំចេញក៏អញ្ចឹងដែរបើសិនជាយើងនាំចេញបានយើងផ្សព្វផ្សាយឲ្យខ្មែរយើងទូលំទូលាយទៅ បាន ឥឡូវខ្ញុំមានគំនិតមួយខ្ញុំប្រហែលជាសុំថ្នាក់ដឹកនាំសិន បាន ឲ្យនៅក្នុងខេត្តមួយធម្មតាចង្វាយខេត្តមួយមានអាបារងច្រើនណាស់ បាន អញ្ចឹងសុំឲ្យអភិបាលរងមួយដឹងថាខេត្តរបស់ខ្លួនឯងមានស្អីខ្លះគឺយើងមានដីទេសម្ងៃដីគឺជាដង្ហើមសេដ្ឋកិច្ចហ៎ព្រោះយើងអត់មានអីឥឡូវយើងចាត់ទុកថាយើងមានដីចុះ បាន ចុះដីយើងត្រូវដាំអីបានអញ្ចឹងមន្ទីរកសិកម្មក៏មានមន្ទីរពាណិជ្ជកម្មវាមន្ទីរសុខាភិបាលមួយនៅក្នុងខេត្តមានទាំងអស់ បាន ហើយរងខេត្តក៏មានច្រើនដែរអញ្ចឹងខ្ញុំសុំរដ្ឋាភិបាលបង្កើតយករងខេត្តមួយទៅខេត្តនឹងអាចដាំអីបានហើយយើងរត់មានរបស់ស្អីមានទីផ្សារយើងនឹងផ្សព្វផ្សាយព្រោះយើងបង្កើត Telegram សប្ងៃស្រួលហ្នឹង បាន ដូចខ្ញុំ SME ខ្ញុំ25ខេត្តទៅខេត្តណាក៏មាន Telegram ប្រើដែរ បាន អញ្ចឹងបញ្ហាប្រឈមដែលដោះអត់ចេញអីខ្ញុំដោះ ក៏ទេ បាទ បាទ យើងត្រូវផ្សព្វផ្សាយ បាន ហើយដូចគ្នាសប្ងៃរដ្ឋាភិបាលក៏ជួយដែរបង្កើតអា Rural Bank បាន បង្កើតអធនាគារកសិកម្ម បាន បង្កើត SME Bank ហើយយើងត្រូវជួយមើលថា SME Bank គាត់យកលុយទៅណា yes ព្រោះវិស័យអត្ថភាពនៅលើហ្នឹងហើយ បាន អញ្ចឹងយើងត្រូវតាមដានមើលទៀតបើសិនជាអាលុយនឹងអត់ដល់យើងស៊ូគាត់ថាសុំធ្វើម៉េចឲ្យជួយលុយនឹងដល់ ដល់គោលដៅ ដើម្បីកុំឲ្យគ្នាទៅតាមជនបទទទួលយកអត្រាកាក់8 10% 24%ធ្វើម៉េចអភិវឌ្ឍប្រទេសជាតិទៅបាន បាន ហើយបញ្ហាថ្លៃភ្លើងថ្លៃទឹកអីយើងធ្វើម៉េចបើសិនជាមានអានឹងទាំងអស់ខ្ញុំជឿជាក់ថាអ្នកណាក៏អត់ចង់មកនៅភ្នំពេញដែរ បាទ អញ្ចឹងយើងនាំគ្នារកវិធីធ្វើម៉េចថាឲ្យ25ខេត្តក្រុងយើងមានផ្លូវដើរមានទឹកមានអីដូចគ្នារស់ដោយប្រទេសគេ បាន បាទ ឧបមាថា10ឆ្នាំទៀតអ្វីដែលលោកពូមានប្រសាសន៍មិញវាខ្លាចជាការពិតតើលោកពូអាចនឹងប្រមាលមើលថាវិស័យ SME ហ្នឹងប្រជាជនរបស់យើងជាពិសេសផ្នែកកសិកម្មគួរតែផ្ដោតទៅលើគេខ្លះដើម្បីត្រៀមខ្លួនទៅហើយដើម្បី និយាយចំយើងគ្រប់វិស័យ បាន យើងគ្រប់វិស័យត្រូវការទាំងអស់ ការទេ បាទត្រូវការទាំងអស់សូម្បីផ្នែកទេសចរក៏យើងត្រូវការផ្នែកសេវាកម្មក៏យើងត្រូវការ បាន ផ្នែកនាំចេញនាំចូលក៏យើងត្រូវការនិយាយចំយើងគ្រប់វិស័យនៅត្រូវការខ្វះខាត បាន ហើយបើយើងបង្កើតធនធានមនុស្សយើងបានណាខ្ញុំសួរថាប្រទេសយើងអត់ចាញ់គេទេ បាន ដោយឧទាហរណ៍ខ្ញុំនិយាយទៀតប្រទេសកូរ៉េគេមានដីថាមិនបាន 30% នៃការដាំដុះយើងផងរឿងអីគេធ្វើមហាអំណាចបាន បាន យើងនាំគ្នាយកចំណុចហ្នឹងហើយខ្ញុំកាលណាខ្ញុំចេះដឹងប៉ុន្មានតិចទៀតខ្ញុំផ្សព្វផ្សាយ បាន ព្រោះសម្ងាញ់ខ្ញុំអត់សូវហ៊ានផ្សព្វផ្សាយទេ ហេតុអីបង ដោយសារបើយើងផ្សព្វផ្សាយទៅយើងក្តាប់អត់បានគេមិនខឹងយើង ឥឡូវដូចមានយើងអញ្ចឹងតរេនយើងអញ្ចឹង បាន បើសិនជាយើងកសិករយើងដាំហើយយើងធ្វើកុងត្រាក់ farming ទិញពីគាត់ណា បាន អ្នកណាក៏ដាំដែរ yes ដាំដែរដី1ហិកតា1ហិកតាបើយើងគិតបរិមាណច្រើនណា ច្រើនខ្លាំង បាទ អញ្ចឹងបានតិចទៀតខ្ញុំរីករដ្ឋាភិបាលចែកដីឲ្យប្រជាជនទៅកន្លែងដូចតំបន់ហៅ CLV បាន ចែកដី3ហិកតាខ្ញុំប្រាប់ថាបើរដ្ឋាភិបាលចែកកុំលក់នាំគ្នាដាំ Yes ទំនិញវិញយើងរត់ទិញគាត់វិញ បាន យើងរត់ទិញគាត់វិញធ្វើម៉េចឲ្យការរស់នៅរបស់គាត់ពួកធម្មតាគ្នាមានដីមានធ្វើអីមានធ្វើការដាំដុះដល់ធ្វើការដាំដុះកែបើគាត់ដាំដុះយើងមានទីផ្សារ គាត់រស់ សួរថា បាន គាត់រស់បានអត់ហើយ បាន ហើយ1ហិកតា10000ម៉ែត្រការ៉េណា បាន អ
ទោះបីដាំសក្រីក៏ដោយទីផ្សារ ក៏រស់ស្រួល ឥឡូវយើងមើលនៅភ្នំព្រឹកដី1 ហិកតាយើងនឹងសួរធ្វើអារោងស្ពៃនឹងបានប៉ុន្មានរោងស្ពៃមួយចំណាយតែ2500ទេ បាន ប៉ុន្តែ2ឆ្នាំគាត់អាចដកដើមបានណា2ឆ្នាំគាត់អាចដកដើមបានរោងនឹងបាន បាន អញ្ចឹងគាត់ invest អានឹង5ឆ្នាំបានខូច បាន អញ្ចឹងគាត់ចំណេញ3ឆ្នាំហើយបន្លែបកាឥឡូវមនុស្សយើងចូលចិត្តនិយម រស់ មោទនភាពជាតិយើងដែរ បាន ហើយយើងនឹងខំប្រឹងដោយខាងក្រសួងកសិកម្មក៏គាត់ខំប្រឹងដែរ បាន ធ្វើម៉េចឲ្យអាបន្លែបកាហ្នឹងយើងអត់មានជាតិគីមីហើយធម្មជាតិហើយតម្លៃយើងធូរថ្លៃទៀត បាន ព្រោះគាត់2ឆ្នាំគាត់ដាំមក2ឆ្នាំគាត់ដកដើមបាន Yes. បាទ បាន ហើយយើងនៅមានមធ្យោបាយច្រើនទៀត បាន ដែលខ្ញុំដូចថាជ្រើសរើសយកវគ្គ training ខ្ញុំនឹងធ្វើឲ្យការវគ្គបដិបដាលយើងកាន់តែឈានទៅមុខ បាទ ហើយខ្ញុំគិតថាខ្ញុំអត់បាច់ចេញដើមទុនវគ្គបដិបដាលទេក៏ប៉ុន្តែគេមើលឃើញ បាន និយាយចំដូច Bill Gates ចឹងមហាសេដ្ឋីមួយឃើញមហាសេដ្ឋី Bill Gates យើងស្គាល់ទេណា បាន គេនៅអាមេរិករឿងអីគេស្គាល់ Fast ម៉េច បាន សម្រាប់យើងទទួលបានបាត់ចិត្តពី Bill Gates ខាងគ្រោះមហន្តរាយយើងខ្ញុំបាន$60000ដែរអញ្ចឹងអាលុយហ្នឹងយកមកធ្វើអីយើងយកមកបដិបដាលវគ្គអាគ្រោះមហន្តរាយ បាន ដើម្បីការពារហានិភ័យអញ្ចឹងខ្ញុំធ្វើវគ្គបដិបដាលហ្នឹងគេកាន់តែស្គាល់ហើយ បាន អញ្ចឹងថ្ងៃ29នេះខ្ញុំទៅបើកនៅកំពង់ធំមនុស្សចូលរួមប្រហែល200នាក់ បាន ខ្ញុំបើកជាមួយអបាខេត្តចូលរួមឥឡូវក្រសួងរែងវត្ថុឯកឧត្តមផាន់ផាឡាគាត់ឃើញសកម្មភាពវ៉ាស់ម៉េចគាត់ចេញថវិកាហើយគាត់ចូលរួមទៀត បាន អញ្ចឹងការបដិបដាលយើងនឹងមើលទៅបែបយើងទៅមុខរៀងវាអាប់ដេតណា បាន មុនដំបូងយើងរៀនស្អស្អាតទេឥឡូវប្រហែលជាឈានដល់ AI ស្អីយើងប្រហាត់ទាំងអស់ បាន បាទហើយខ្ញុំមានគ្រូទាំងអស់ បាន បាទហើយអញ្ចឹងយើងកាន់តែមានសេចក្តីក្លាហានទៅហើយ បាន ព្រោះអានឹងយើងមានទុនណាទុនគេជួយយើងហ្នឹង បានលោកពូ បាទហើយខ្ញុំអត់មានចេះអីទេគ្រាន់ថាយើងដើរលុយមកប្រហាត់ព្រៀនទៅបដិបដាទៅគេយល់ច្រើនដែរ បាន ហើយសិក្ខាសាលាខ្ញុំអត់ដូចគេទេមិនមែនថាបើកសិក្ខាសាលាហើយគណៈអធិបតីបើកហើយគ្រប់ទងជាតិអីហើយចែកគ្នាទៅផ្ទះអត់ទេខ្ញុំបិទស្លៀហ្មង បាន អត់មានណាចេញទេ បាទ បាទ2ម៉ោងចប់គឺចេញអស់គ្នា បាន បាទអញ្ចឹងវគ្គសិក្ខាសាលារបស់ខ្ញុំប្រហែលជាល្បីទៅហើយព្រោះគេដឹងថាការសិក្សារបស់យើងវាច្បាស់លាស់ បាន បាទហើយណាមួយយើងអត់ទទួលយកកម្រៃពីគាត់ផងហើយបើចង់ដឹងយើងសាកសួរគាត់គង់តែធ្លាយ Yes មានដឹងច្រើនដោយសារតែដូចពេលដែលជម្រាបពូតាំងពីដើមអញ្ចឹងអ្នកណាគេក៏ដោយភាគច្រើនអ្នក SME ស្គាល់អុកញ៉ាតែទាំងប៉ុន បាទគាត់ណា លោកពូប្រសិនបើអ្វីដែលលោកពូនៅតែបន្តធ្វើរលូនតើនៅពេលដែលកម្ពុជាយើងអាចនិយាយបានថាស្មើមុខស្មើមាត់តាក់ទងជាមួយនឹងចំណេះដឹងតាក់ទងមួយបច្ចេកទេសតើលោកពូឃើញថាខ្មែរយើងជាមួយនឹងទីផ្សារនៅក្នុងតំបន់ទាំងអស់យើងអាចដល់កម្រិតណាជាមួយនឹងគេដែរ ទីបើសិនជាយើងចាប់ដៃគ្នាត្រូវ បាន ខ្ញុំថាកម្ពុជាយើងមិនអន់ប្រមាណទេណា បាន មិនអន់ប្រមាណទេនិយាយចំកម្ពុជាយើងទទួលគេមរតកមកគ្រាន់តែយើងមានវត្ថុបុរាណប្រាសាទអីហ្នឹងយើងសឹងឈ្នះគេក្នុងពិភពលោក បាន រឿងអីដែលយើងត្រូវតាក់ទាញយកគេឲ្យបាន បាន យើងទៅបម្រើផ្នែកទេសចរគេយ៉ាងម៉េច បាន ហើយឥឡូវខ្ញុំទៅចិនហ្នឹងគ្រាន់តែនៅក្នុងប្រទេសចិនហ្នឹងយើងដឹងមហាអំណាចចិនមួយធំណា បាន ខ្ញុំទៅខ្ញុំជួយគេគ្រាន់តែខ្ញុំយល់ឃើញថាការវីសានៅគ្រប់ខេត្តមក3ខេត្តចិនមានកុងស៊ុលមួយ បាន មានអគ្គកុងស៊ុលមួយខ្មែរគ្រាន់តែខ្ញុំជួយទៅអន្តរាគមន៍សហការគ្នាចិនអាចវីសាពីប្រទេសចិនមកទៅ20នាទីទៅ10នាទីអាចបានមួយឆ្នាំអស់ទៅ$100ហើយលឿនទៀតយើងចេះផ្សព្វផ្សាយ បាន ពួកខ្ញុំមានការតំណាក់តំណងមួយគ្រប់ស្ថានទូតកុងស៊ុលខ្មែរនៅក្នុងមកនិយាយចំមកពិភពលោក 38អគ្គកុងស៊ុលហើយជាមួយ48កុងស៊ុល បាន យើងស្គាល់ទាំងអស់មានអី Telegram សម្ងាយស្គាល់ បាន ហើយយើងធ្វើការផ្ដោះប្ដូរគ្នាទៅ បាទ ហើយយើងនឹងខ្ញុំនៅគូបគ្នាច្រើនដែលថាធ្វើម៉េចយើងកុំគិតតែខ្លួនយើងមួយយើងរកគូផ្ដុំគ្នា បាទ ដើម្បីប្រមូលផលិតផលទៅកាន់ពិភពលោកទៅតាមស្តង់ដារតាមតម្លៃគេយើងអត់ខ្លាចទេអត់បាច់សុំប្រទេសណាទេ
dương ai thưa ban buồn nướcផលិតផលdươngតែរិច បាន គាត់នៅថាសម្ងៃយើងខ្វះអាច្រកដោយសម្ងៃច្រកយើងថៃយើង trainship អត់បានទេដោយសារគាត់រៀងខលជាងយើងតិចព្រោះតាមពិតបើយើង trainship តាមថៃយើងចំណាយពេលតែ5ថ្ងៃដល់ចិន បាទ បើយើងដឹកជញ្ជូនទៅតាមវៀតណាម7ថ្ងៃទៅ9ថ្ងៃ I see ឥឡូវយើងយកមធ្យោបាយមួយចេញពីយើងទៅស្ទឹងត្រែងទៅឡាវទៅគុនមិញតាមអតិសវេលឿន បាទ អញ្ចឹងមធ្យោបាយយើងរកច្រក ដើម្បីរងរកវិធីយើងទៅតាំងចិត្តថាបើយើងទៅលក់អវ៉ាន់ឲ្យប្រទេសគេយើងកុំយកមនោសញ្ចេតនាមកគិត បាទ យើងទៅគិតទៅគេចង់ចំណេញពីយើងដែរយើងទៅគិតនាំគ្នាពួតគ្នាគិតតម្លៃផលិតផលយើងឲ្យមានស្តង់ដារ បាទ ការដឹកជញ្ជូនរបស់យើងឲ្យមានតម្លៃសមស្របអានឹងយើងធ្វើបានហើយបាទអមរីកតាបាល់ចិនហើយជាមួយរីកតាកបាខ្មែរគេឲ្យខ្មែរនាំចូលទៅចិន40,000 តោន បាទ ប៉ុន្តែរាជរដ្ឋាភិបាលគេចរចានេះហើយតែយើងវិស័យឯកជននិងវិស័យជនទៅចរចានេះទៀត បាទ ធ្វើម៉េចឲ្យផលិតផលយើងមានស្តង់ដារធ្វើម៉េចឲ្យតម្លៃយើងសមស្របអានឹងយើងធ្វើបានហើយ បាទ ព្រោះផលិតផលនេះនាំចេញមួយឆ្នាំបើយើងធ្វើទៅអត់នេះទេនៅច្រើនណាស់ បាទ តោះនៅបកាស្រុកខ្មែរយើងនាំចេញទៅកាន់ពិភពលោកយើងបាន35លានតែវៀតណាមថៃជាង10000លាន អូ ហើយសួរខ្មែរយើងទឹកដីយើងជីកតាណាក៏យើងដាំបានដែរ បាទ ប៉ុន្តែយើងនៅរមមធ្យោបាយអញ្ចឹងបានដូចខ្ញុំប្រាប់ទី1ធនធានមនុស្សខ្មែរយើងក៏មិនអន់ដែរដូចយើងទៅធ្វើការនៅកូរ៉េទៅថៃឥឡូវមកវិញសិនតែមាន skill ទាំងអស់ Yes បាទ បាទលោកពូអ្វីដែលលោកពូធ្វើទៅអស់មិញមិនតិចឆ្នាំទេ បាទ ច្រើនឆ្នាំមែនទែនទេតើធ្វើម៉េចបានលោកពូនៅតែរក្សាទឹកចិត្តក្តៅកគុកនឹងមួយនៅតែបន្តចង់ធ្វើនឹងរហូតពីព្រោះជួនកាលពេលខ្លះយូរពេកហត់ដែរតែលោកពូនៅតែរក្សាអ្វីនឹងបាន ខ្ញុំនិយាយចំជាម្នាក់គេចេះសោចអ្នកខ្លះអាយុ60អីគេថាគេអត្រែតដែរ បាទ អត់ទេយើងទោះបីអមថាឥឡូវយើងអត្រែតទោះបីយើងអត្រែតក៏យើងទៅហាត់ប្រាណដែរ បាទ អញ្ចឹងខ្ញុំប្រហែលជាចំណុចហ្នឹងខុសគេដែរខ្ញុំថាយើងធ្វើយើងកសាងយើងជួយលុះត្រាតែពេលវេលាយើងអស់តំណែងយើងធ្វើតំណែងប៉ុន្តែគ្រាន់តែដូចតំណែងខ្ញុំហ្នឹងក៏ត្រូវតែឆ្នាំក្រោយប្រហែលជាមានការបោះឆ្នោត បាទ រេសធានថ្មីបើក្រែខ្ញុំនៅជាប្រធានកិត្តិយសនៅតែអាចឲ្យយោបល់បាន បាទ ទោះបីខ្ញុំអាត្រែតខ្ញុំអាយុច្រើនទៅគឺខ្ញុំចូលអាត្រែតប៉ុន្តែយើងនៅតែធ្វើបន្តសកម្មភាព បាទ បានដដែលហ្នឹងបាទនិយាយចំយើងចង់ឲ្យមើលកូនខ្មែរយើងដោយប្រទេសជិតខាងទៅ បាទ អាហ្នឹងយើងអស់ចិត្តដែរប៉ុន្តែខ្ញុំជឿជាក់ថាការងារសង្គមវាអត់អស់ហើយព្រោះការរៀនហ្នឹងវាចេះពុះទៅ បាទ អញ្ចឹងការសិក្សារបស់ការ training របស់ខ្ញុំវាកាន់តែត្រូវទៅឆ្ងាយទៅព្រោះសង្គមវា update ចេះហ្នឹង បាទ អញ្ចឹងយើងមានពេលណាចប់ បាទ បាទចប់សង្គមយើងវាវិលទៅអញ្ចឹងក្មេងជំនាន់ក្រោយទៅវិលទៅអញ្ចឹងទៅបាទ ចឹងបានពួកយើងជាក្មេងជំនាន់ក្រោយយើងគួរធ្វើយ៉ាងដូចម្ដេចដើម្បីអាចនិយាយបានថាបណ្ដុះស្មារតីដូចជាលោកពូបាន ឥឡូវយើងគិតតែគូគ្នាទៅដូចខ្ញុំប្រាប់អបមាថាដូចយើងក្មេងៗអញ្ចឹងយើងមានគំនិតមួយដែលបង្កើតអាថុកសូអញ្ចឹង បាទ តើថុកសូហ្នឹងយើងអាចយក profit បានពីណា បាទ យើងរកវិធីដើម្បីជជែកគ្នាទៅ បាទ ស្អីគឺជជែកគ្នាពួក business ខ្ញុំជឿជាក់ថាទោះបីខ្ញុំក៏ចេះអត់ដល់ដែរ បាទ បើនិយាយពីមុខរបរវិញណារាប់ម៉ឺនរាប់ពាន់មុខ Yes យើងនិយាយគាត់ថាបង្អែមមួយបង្អែមនៅទីក្រុងបឹងកក់នៅប្រទេសសាថៃធំយើងនិយាយចំបង្អែមនឹងសិននៅខេត្តបាត់ដំបងយើងពីដើម បាទ ហើយតើណាពាក្យថាបង្អែមមួយយើងដឹងថាបង្អែមមានប្រមាណ100មុខគាត់ថាបង្អែមមួយ បាទ បង្អែមបាត់ដំបងខ្លាំងណា បាទ បាទយើងអត់ស្គាល់អស់ផងហ្នឹងហើយ business រាប់ម៉ឺនរាប់សែនចំពោះគេ update រហូត បាទ គេកែច្នៃរហូតហើយយើងមានពេលណាដែលថាយើងចេះដឹងអស់អត់ចេះដឹងទេ បាទ ប៉ុន្តែខ្ញុំទទួលស្គាល់ថាក្មេងយើងសម័យក្រោយគេរៀនមកក៏មានការទទួលដឹងដែរ បាទ អញ្ចឹងយើងរកវិធីគុំគ្នាទៅ បាទ ទោះបីចាស់ទៅក៏មានកំណត់ផ្ដាល់ដែរ បាទ សំខាន់កុំឲ្យចោលចាស់ បាទ ចាស់យើងយកប្រើគាត់ធ្វើជាបកគោលចាស់ បាទ នៅតែបានដែរហ្នឹង បាទ បាទ ខ្ញុំចង់សួរឆ្លៀកតិចដែរពីព្រោះពេលដែលស្ដាប់លោកពូទៅខ្ញុំមានសេចក្តីសង្ឃឹមច្រើនពីព្រោះខ្ញុំចាំបានត្រឡប់មកពីអាមេរិកវិញ3ឆ្នាំមុនអត់ស្គាល់សឹងថាអត់ស្គាល់នរណាម្នាក់នៅទីក្រុងភ្នំពេញទេប៉ុន្តែ
ចៃដន្យដូចនៅប្រទេសខ្មែរយើងដូចជាលោកពូចឹងមានទឹកចិត្តល្អនៅពេលដែលផ្ដល់ contact ពេលដែលសុំយោបល់តែងតែផ្ដល់យោបល់រហូតមកតើពួកយើងជាក្មេងៗហ្នឹងគួរធ្វើដូចម្ដេចដើម្បីអាចថា connect ដូចលោកពូនិយាយចឹងប្រមូលផ្ដុំគ្នាធ្វើការមួយគ្នាឬក៏តើពួកយើងជាក្មេងៗគួរយល់ពីចាស់របៀបណាវិញដើម្បីឲ្យគាត់បន្តជួយយើងផ្ដល់យោបល់មកឲ្យយើងឬក៏ផ្ដល់លទ្ធភាពផ្សេងៗយើងអាចធ្វើការបានច្រើន អានេះនិយាយចំចរិតមនុស្សហេ បាន តាមពិតយើងមានក្រក្រោយសារធាតុវាតែមួយទេ បាន ប៉ុន្តែសងៃមនុស្សខ្លះខ្ញុំមើលទៅដូចគាត់ចេះតែរើសអើង បាន គាត់ចេះតែឲ្យតម្លៃគាត់ខ្ពស់ពេក បាន តាមពិតអានឹងធ្វើឲ្យគម្រាមយើងឆ្ងាយ បាន សួរថាយើងប្រកាន់វាបានអីយើងរកវិធីហៅថាមនុស្សយើងប្រជាប្រិយភាព បាន យើងនិយាយសាមញ្ញទៅគេស្គាល់គេស្រឡាញ់យើងច្រើនពេក ហើយតើកាលណាយើងរ៉ាឲ្យមនុស្សវាចរិតវាមានខុសៗគ្នាដូចខ្ញុំនេះមើលទៅមនុស្សគេខ្ញុំជឿជាក់ថាគេអាចរាប់អានខ្ញុំច្រើន បាន ព្រោះខ្ញុំដូចធម្មតាខ្ញុំអត់ខ្វល់ផង បាន តែណាមានប្រហែលមានទៅបើគេមិនរាប់ទេអញរាប់ SP ក៏បាន ហើយនិយាយចំទៅសំងៃការបុណ្យទានសំងៃគេពឹងខ្ញុំតា បាន អាខ្លះចង់ហៅ100តុក200តុកខ្វះណា SBE ខ្ញុំដល់ខ្មែរមករោគ្មានអាណាកម្លាំងច្រើនជាង SBE ខ្ញុំទេ បាន ហើយអ្នកខ្លះគេការគេធ្វើរកអើងគេទៅគេទៅយើងខ្វះអី SBE យើងឃើញទេហើយអញ្ចឹងយើងបដោះបដាលគេចេះបើយើងទៅបដោះបដាលអ្នកមានស្មានវាស្ដាប់យើង បាន អញ្ចឹងយើងបដោះបដាលគ្នាទៅ បាទ អត់អីទេហើយ business ខ្ញុំជំរាបឲ្យជំរាបទៀតថាយើងក្រមែនប៉ុន្តែកុំឲ្យចិត្តយើងក្រគឺថាអត់អីទេលុយយើងអាចរកបានទេ បាន លុយយើងអាចរកបានទេអញ្ចឹងបានរកវិធីបដោះបដាលយ៉ាងម៉េចខ្ញុំអាចយល់ដឹងខ្ញុំអាចរកវិធីយកឲ្យគំនិតបាន បាន កុំខ្លាចឯណាសោះឲ្យ business មិនខ្លាចណាទេ បាទ ហើយមិនខ្មាស់ណាទេសូម្បីតែភាសាទៅនិយាយចំខ្ញុំមានចេះណា បាន ភាសាអង់គ្លេសយើងរៀនបានបន្តិច បាន រឿងអីហេតុម៉េចមិនខ្ញុំចិនយួនខ្មែរថៃខ្ញុំចេះទាំងអស់ ខ្ញុំនិយាយរហូតហ្នឹងយល់ទេឥឡូវខ្ញុំអត់មានខ្លាចអី បាន ចង់ទៅចិនក៏បានយួនក៏បានថៃក៏បានបារាំងក៏បានខ្ញុំចេះទាំងអស់ព្រោះគាត់ថាចេះបន្តិចទៅ បាន បាទយើងមិនគ្នាទេកុំបាច់ខ្មាស់ក្អៀនណាក្រកុំបាច់ខ្វល់ខ្លាចមកណាដែរ បាន បាទយើងនឹងរកវិធីថាតើធ្វើម៉េចយើងមានឧទាហរណ៍ថាឥឡូវប្រទេសកម្ពុជាយើងមានតែដីយើងអាចធ្វើម៉េចđểរកលុយដុល្លារបាន បាន យើងអត់ខ្វះទេអញ្ចឹងយើងនៅមានវិធីទៀតដែលពេលយើងអាចជជែកគ្នា បាន អាចផ្ដល់គំនិតគ្នាអាចរកវិធីជួយផ្គុំគ្នាបាន បាន ហ្នឹងហើយ តើពួកយើងជាក្មេងៗអាចមានកាតព្វកិច្ចអ្វីខ្លះដែលអាចចូលរួមចំណែកជួយជាមួយនឹងលោកពូជាមួយនឹងសង្គមជាតិរបស់យើងបាន អត់ទេដូចខ្ញុំប្រាប់អញ្ចឹងឥឡូវខ្ញុំបង្កើត Federation Association Small Medium ហៅថាសម្ព័ន្ធសមាគមសហគ្រាសធុនតូចមធ្យម បាន ខ្ញុំបង្កើតសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូចមធ្យម បាន ហើយខ្ញុំរៀបចំបាយសាមគ្គីឆ្នាំណាក៏5000នាក់ដែរអញ្ចឹងនៅថ្ងៃទី27ខែ6នេះខ្ញុំប្រហែលជាអញ្ជើញសម្ដេចធិបតីផងសម្ដេចតេជោផងថ្នាក់ដឹកនាំទៅរួមគ្នាទាំងអស់ បាន ដើម្បីឲ្យថា SME និងនាយករដ្ឋមន្ត្រីទៅខិតជិតគ្នារបៀបម៉េច បាន ខ្ញុំរៀបនៅកោះពេជ្រទៀតហើយ6អគារ បាទលោកពូ អញ្ចឹងយើងរកវិធីថាទៅគុំគ្នា បាន អត់មាននរណាស្រឡាញ់យើងក្រៅខ្មែរគ្នាយើងទេហើយចំណេះដឹងអស់នឹងកុំខ្វល់កុំខ្លាចអាណាទាំងអស់ បាន ឲ្យតែយើងមានគំនិតមានឆន្ទៈហើយលុយក៏វាមិនខ្វះដែរលុយធនាគារមានខ្ចីគ្រាន់ថាយើងខ្ចីទៅឲ្យការគេទៅ បាន ហើយយើងមិនតានទៅយើងអត់មានលុយរកស៊ីអត់ទេឲ្យតែយើងមានគំនិត បាន យើងគិតចេះវិញបាទហើយយើងគិតទឹកដីយើងប៉ុណ្ណេះបើសិនជាយើងដាំផលិតផលឥឡូវតើថៃឆ្នាំនេះឆ្នាំ2024 6500លាន បាន យួនរាប់កោតនោះហើយយើងនៅចេញអត់អស់ផងហ្នឹង បាន ទំនិញយើងចេញអត់បាន 10% ផងហ្នឹងហើយទីផ្សារគេរងចាំទទួល បាន ហេតុម៉េចបានយើងទៅរកទីផ្សារដូចវៀតណាមអីថៃគេទៅក្តាប់សភាពការនៅប្រទេសក្រៅគេទៅ control បាន សម្ងាយប្រទេសពិភពលោកមានប្រហែលមានជាង10000វៀតណាម140ប្រទេសដែលគេនាំទំនិញគេចេញ បាន ហើយយើងតែចេញមកមួយប្រទេសហ្នឹងចុងសក្តានុពលនៅធំហ្នឹង បាន ខ្ញុំអត់ចេះមែនប៉ុន្តែខ្ញុំអាចអានីលក្រាញទៅសួរថ្នាក់ទឹកនាំសុំយោបល់ បាន សុំអ្នកចេះឲ្យជួយយើងថាម៉េចឲ្យខ្មែរយើងខ្លាយទៅជាប្រទេសដែលនៅជិតខាង បាន ខ្ញុំអត់គិតថាទៅដល់អឺរ៉ុបទៅដល់អាមេរិកទៅដល់កាណាដាអីគិតថាធ្វើម៉េចកុំឲ្យចែកថៃ បាន គេខ្លាំងណា បាន ណា បាទលោកពូអរគុណមែនទែនសម្រាប់ បាទ ការងារដែលលោកពូបានធ្វើទាំងអស់ដើម្បីជាតិរបស់យើង បាទ រយៈពេលតាំងពីកើត
រហូតដល់ពេលណាក៏ដោយដែលលោកពូធ្វើការងារទាំងអស់ហ្នឹងតើអ្វីទៅដែលជា legacy ដែលជាកេរដំណែលដែលលោកពូសង្ឃឹមថាកូនខ្មែរចងចាំឬក៏យ៉ាងហោចណាស់ក៏បានដឹងថាជាកិច្ចការងាររបស់អង្គការតែតាំងពណ៌ដែលបានចូលរួមចំណែកជួយជាតិរបស់យើង ខ្ញុំចិត្តខ្ញុំដូចខ្ញុំជំរាបចឹងខ្ញុំនៅតែមានគំនិតមួយជួយដល់ SME បាទ ពួកខ្ញុំយល់ថា SME នឹងគឺជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ បាទ បើសិនជា SME ទាំងអស់មានការហូបចុកដូចយើងអានឹងយើងអាចខ្លាំងបានណាប្រទេសយើងអាចសម្បូរសប្បាយបានណាព្រោះកម្លាំងយើងនៅមានទឹកដីយើងនៅមានហើយយើងកុំថាឲ្យតែមានដុល្លារមានមាសបានយើងអាចរស់បានយើងមានដីប៉ុណ្ណឹងខ្ញុំចាត់ទុកថាអាចរស់បាន បាទ យើងអាចកែច្នៃបាន បាទ ខ្ញុំប្រហែលជានៅមានគំនិតច្រើនកាលណាខ្ញុំចេះអីខ្ញុំធ្វើការផ្សព្វផ្សាយ បាទ ខ្ញុំជឿជាក់ថាយើងនាំគ្នាជជែកគ្នាតទៅមុខទៀត បាទ ព្រមមធ្យោបាយទៅម៉េចឲ្យអ្នករស់ស៊ីមានចិត្តមួយ បាទ ដូចខ្ញុំទៅជែកមួយអ្នកធំឲ្យខ្ញុំជែកខ្ញុំអត់ខ្លាចទេខ្ញុំចង់ធ្វើម៉េចឲ្យមធ្យោបាយអ្នកធំទៅជួយអ្នកគាត់ បាទ មើល Elon Musk ឥឡូវវាធ្វើចដាឡើងទៅលើអាកាស ទៅឋានវិចារហើយហ្នឹងមធ្យោបាយគំនិតគេនៅធ្វើបាន បាទ អញ្ចឹងខ្ញុំជឿជាក់ថាយើងកុំរុញរា បាទ កុំតាំងខ្លួនថាអញក្រកុំតាំងខ្លួនថាអញអត់លុយ បាទ ខ្ញុំថាមានទាំងអស់ បាទ ជាពិសេសខ្ញុំនៅចំហដើម្បីជាផ្ដល់មេរៀនឲ្យហ្នឹងហើយ អរគុណមែនទែនលោកពូសម្រាប់ បាទ របបមានដ៏មានតម្លៃទាំងអស់ បាទ ហ្នឹងហើយសម្រាប់ការដែលលោកពូចូលរួមចំណែកជួយជាតិរបស់យើងហើយខ្ញុំតំណាងឲ្យ SME community ទាំងអស់ក៏អរគុណលោកពូសម្រាប់ការងារទាំងអស់នេះដែរលោកពូបាទអរគុណលោកពូបាទ បាទអរគុណ